បាទអញ្ចឹងខែវស្សាក៏បានឈានចូលមកដល់ហើយយើងកំពុងតែរៀបចំដីនេះដើម្បីត្រៀមណាបង្កើតផលនៅរដូវកាលថ្មីយ៉ាងនេះតោះអញ្ចឹងឆ្នាំនេះយើងជះលុយបន្តិចមួយណាដើម្បីរៀបចំអឺដីឲ្យបានស្អាតណាតែមើលជះលុយប៉ុណ្ណឹងដែរតែមើលវាបានទទួលផលប៉ុណ្ណាដែរបាទបងប្អូននេះគឺជាអេសកាណាអេសកាវ៉ាទ័រកាយដីយកខ្លាយថានឹងជាត្រាក់ទ័រអីចឹងណាកាយដែរណាកូនអ្នកក្រុងខ្លះស្គាល់ទេណានេះជាអេសកាវ៉ាទ័រកាយដីបាទឥឡូវយើងកំពុងតែរៀបចំកាយដីណាកន្លែងណាកតិចកទីអីនេះយើងឲ្យវាឆ្កឹះណាដាក់អត់ទៅបាទនេះគឺជាលោកឪពុកណាបាទគាត់មកមើលតើត្រូវកាយត្រឹមណាត្រឹមណីតើតជាមួយនឹងព្រំដីព្រំអីគេណាហើយប៉ះពាល់តែគាត់ជាដីរបស់គាត់ណាអញ្ចឹងហើយបានគាត់ស្គាល់ថាកន្លែងណាកន្លែងណីតើអញ្ចឹងយើងមើលអ៊ីស្កាគាត់ណារុញដើមថ្នោតគាត់ប្រើរយៈពេលខ្លីបំផុតក្នុងការរុញបាទបើយើងប្រើដៃមិនងាយបាទគាត់គាត់ទៅយកមករៀមគាត់ថ្មិញរបស់គាត់ឆ្កឹះបានតិចព្រោះឲ្យដើមថ្នោតទាំងមូលគឺត្រូវបានរលំនៅក្នុងរយៈពេលខ្លីបំផុតបាទហើយនៅសារនេះមួយណារឹងក្បាលជាងគេណាបាទរុញមិនចង់ទៅបាទវាឌឺហ្មងដូចអ្នកខ្លាំងចឹងឌឺដូចអ្នកខ្លាំងចឹងណាបាទរុញឲ្យអែលមកវិញរុញឲ្យចង់មកវិញរុញឲ្យចង់មកវិញបាទទីបំផុតគឺដួលត្រតែបានបាទអញ្ចឹងចាំមើលណាបន្ទាប់ពីយើងកាយដីស្អាតហើយរៀបចំភ្លឺស្អាតប៉ុណ្ណឹងហើយចាំមើលមិនដែរចាំមើលទិន្នផលឆ្នាំហ្នឹងតើវាខុសប្លែកពីឆ្នាំមុនមិនដែរបាទសង្ឃឹមថាទិន្នផលឆ្នាំក្រោយៗនឹងល្អប្រសើរបន្ទាប់ពីយើងរៀបចំដីបាទបាយបាយ